តីតាមេបញ្ជាការកងទ័ពជើងគោកភូមិភាគទី2របស់ប្រទេសថៃលោកប៊ុនស៊ិនផាត់ខ្លាំងបានសារភាពថាលោកបានប្រឆាំងទៅនឹងបទបញ្ជារបស់រដ្ឋាភិបាលថៃឲ្យឈប់បាញ់នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាដ៏សាហាវជាមួយកម្ពុជានៅតាមព្រំដែនកាលពីខែកក្កដាឆ្នាំ2025ថ្លែងនៅក្នុងសិក្ខាសាលាយោធាមួយកាលពីថ្ងៃទី8ខែវិច្ឆិកាហើយត្រូវស្រង់ផ្សាយដោយកាសែត The Nation លោកប៊ុនស៊ិនបានទម្លាយថា6ម៉ោងក្រោយពីកម្ពុជានិងថៃបានបើកឆាកប្រយុទ្ធបាញ់តទល់នៅក្បែរប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីលោកត្រូវបានថ្នាក់លើប្រាប់ឲ្យឈប់បាញ់ក៏ប៉ុន្តែលោកបានជំទាស់ទៅនឹងបទបញ្ជាហើយបានបញ្ចុះបញ្ចូលមេបញ្ជាការរបស់លោកឲ្យបន្តប្រយុទ្ធដើម្បីយកទឹកដីមួយចំនួនដែលទាហានខ្មែរកំពុងតែឈរជើងកាន់កាប់ហើយថាជាទឹកដីរបស់ថៃក៏ប៉ុន្តែអតីតមេទ័ពរូបនេះមិនបានបញ្ជាក់ថាទឹកដីតំបន់ណាជាក់លាក់នោះទេលោកប៊ុនស៊ិននិយាយថាប្រសិនបើនៅពេលនោះលោកព្រមឈប់បាញ់តាមបទបញ្ជាមែនបុគ្គលដែលបញ្ជាឲ្យឈប់បាញ់នោះនឹងត្រូវប្រជាជនថៃថ្កោលទោសមិនអាចរស់នៅក្នុងស្រុកថៃបានទៀតទេហើយកំហឹងសាធារណៈនិងប្រតិកម្មជាតិនិយមអាចរុញឲ្យអ្នកបញ្ជានោះត្រូវទទួលទោសប្រហារជីវិតថែមទៀតផងលោកប៊ុនស៊ិនមិនទម្លាយឈ្មោះអ្នកបញ្ជាឲ្យឈប់បាញ់នាពេលនោះទេក៏ប៉ុន្តែនៅក្នុងពេលប្រយុទ្ធគ្នាកាលពីខែកក្កដាឆ្នាំ2025នៅពេលនោះលោកភូមិធម្មវិឆាយាឆៃជានាយករដ្ឋមន្ត្រីស្ដីទីនិងលោកណាថាផនណាផានិតជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីថៃជាការកត់សម្គាល់ការលើកឡើងរបស់លោកប៊ុនស៊ិនបានបង្ហាញពីភាពប្រេះឆាយ៉ាងជ្រៅនៅក្នុងរចនាសម្ព័ន្ធបញ្ជាការរបស់ប្រទេសថៃក្នុងអំឡុងពេលសង្គ្រាមព្រំដែនដ៏ក្តៅគគុកជាមួយកម្ពុជាដែលបានសម្លាប់ជីវិតទាហាននិងពលរដ្ឋស៊ីវិលជាច្រើនអ្នកទាំងសងខាងក្រោយការប្រយុទ្ធគ្នានេះប្រទេសទាំងពីរនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនថ្មីនៅក្នុងតំបន់អធិភាពមួយចំនួននិងដោះមីននៅក្នុងទឹកដីដែលបានកំណត់រួមគ្នា